អុយដាជាស្ត្រីវ័យជាង20ឆាប់ទៅ5សម្រស់ស្អាតធម្មជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេសសម្រាប់អន្តរជាតិពេលចុងសប្តាហ៍មួយនាងសម្រេចចិត្តទៅស្នាក់នៅសណ្ឋាគារថ្មីមួយជាប់តំបន់ឆ្នេរសេរីសោភ័ណដើម្បីសម្រាកខ្លួនសណ្ឋាគារនោះមានឈ្មោះ The Mirror Bay Hotel ក៏ដែលកំពុងល្បីក្នុងបណ្ដាញសង្គមបន្ទប់ដែលនាងបានជ្រើសរើសគឺជាបន្ទប់លេខ207បន្ទប់ស្រស់ស្អាតសុទ្ធសឹងតែបង្ហាញកញ្ចក់ធំជាស្ទីលស្ទាយម៉ូដកូរ៉េស្នាក់ពេលដំបូងអុយដាសុខស្រួលទឹកត្រជាក់អាកាសបរិសុទ្ធតែអ្វីដែលចាប់អារម្មណ៍នាងបំផុតគឺកញ្ចក់ធំស្រស់ស្អាតចំហៀងគ្រែហើយមានពន្លឺស្រាលចេញពីខាងក្រោយពេលយប់អេដាសម្លៀកបំពាក់ខោខូវប៊ុយនិងអាវទ្រនាប់ស្ទីលម៉ូដកូរ៉េសុខបង្វិលទៅមើលក្នុងកញ្ចក់ដើម្បីថតរូប selfie ហើយចែកក្នុង Facebook បន្ទាប់មកនាងមើលវិញថារូបថតមួយមានរូបដៃមួយនៅក្រោយស្មារបស់នាងគិតថាជាការលេងភ្លឺឬ reflex កាមេរ៉ាហើយមិនខ្វល់ទេតែពេលយប់នៅពេលគេងនាងឮសំឡេងជើងរត់លឿននៅលើកម្រាលបន្ទប់ខណៈដែលខ្លួនសល់ម្នាក់ឯងក្នុងបន្ទប់ទោះជាពិបាកជឿក៏ដោយតែអវសាននឹងគ្រោះថ្នាក់មិនទាន់ចប់ព្រឹកថ្ងៃបន្ទាប់អុយដាសួរនៅទទួលភ្ញៀវសុំទោសបន្ទប់នេះមានភ្ញៀវមកស្នាក់ជាពីមុនទេបុគ្គលិកស្ទើរប្រែពណ៌មុខឆ្លើយថាបន្ទប់នោះមានករណីសម្លាប់ខ្លួននារីម្នាក់ពេល1ឆ្នាំមុនពេលនោះគេរកឃើញសពនៅមុខកញ្ចក់ហើយនៅលើកញ្ចក់សរសេរថាក៏ខ្ញុំនៅទីនេះកអុយដាចង់ផ្លាស់បន្ទប់តែសន្តាគារមិនមានបន្ទប់ទំនេរទៀតដូច្នេះនាងសម្រេចស្នាក់យប់ចុងក្រោយហើយរៀបចំខ្លួនថតវីដេអូក្នុងកញ្ចក់ដើម្បីបង្ហាញចំពោះអ្នកដទៃក្នុងវីដេអូដែលនាងថតពេលនាងថយក្រោយចេញពីកញ្ចក់ពន្លឺស្រាលនៅលើកញ្ចក់ចាប់ផ្ដើមរលេចហើយមានរូបមនុស្សស្រីសក់វែងស្បែកសក់កំពុងសរសេរទៅលើកញ្ចក់ជាមួយញឹមអាម៉ាស់អុយដាមកនៅជាមួយខ្ញុំកអុយដាក៏ដើរចូលទៅប្រញាប់ផ្លាត់ដៃនាងទៅប៉ះកញ្ចក់ភ្លាមនឹងរូបនាងក្នុងកញ្ចក់ញឹមជាងមុនហើយដៃនាងចាប់មកក្រៅកញ្ចក់ដែរអុយដាសន្លប់ស្ទើរតែរត់ខ្យល់មុននឹងភ្ញាក់នៅក្នុងផ្នែកពេទ្យអុយដាធ្វើរឿងជារឿងផ្ទាល់ខ្លួនប៉ុន្តែមិនមាននរណាជឿនាងទេនាងលុបរូបភាពទាំងអស់ចេញពីទូរស័ព្ទក៏ប៉ុន្តែរាល់ថ្ងៃអង្គារម៉ោង12យប់កញ្ចក់ក្នុងបន្ទប់នោះនៅតែមានអក្សរជាន់ឡើងវិញខ្ញុំនៅទីនេះកនឹងភ្ញៀវដែលស្នាក់នឹងតែងឃើញស្រីសក់វែងស្ដាំក្រោយស្មានៅពេលមើលក្នុងកញ្ចក់